ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទ admin ភូមិខ្មោចសូមលើកយករឿងពិតមួយរឿងដែលរឿងនោះគឺជារឿងផ្ទាល់ខ្លួនរបស់ admin តែម្ដងរឿងនោះដែរបានកើតឡើងក្នុងឆ្នាំ2010គឺជាថ្ងៃបុណ្យអុំទូកបងប្អូនប្រកាសជាបានដឹងហើយនៅថ្ងៃនោះគឺមានព្រឹត្តិការណ៍អ្វីបានកើតឡើងនៅឯទីក្រុងកោះពេជ្របាទនៅថ្ងៃនោះគឺជាព្រឹត្តិការណ៍មនុស្សរត់ជន់គ្នានៅលើស្ពានកោះពេជ្របណ្ដាលឲ្យคล้ายទៅជាសោកនាដកម្មដ៏រន្ធត់ព្រឺព្រួចមួយនៅពេលនោះបើយើងរាប់ថយក្រោយទៅវិញគឺមានរយៈពេល16ឆ្នាំទៅហើយបាទអញ្ចឹងហើយតោះយើងចាប់ផ្ដើមចូលទៅកាន់សាច់រឿងរបស់ខ្ញុំតែម្ដងនៅក្នុងឆ្នាំ2010នៅក្នុងថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូកខ្ញុំក៏បានទៅទទួលសង្សាររបស់ខ្ញុំដែលនាងមានឈ្មោះថាអូនលីនពួកយើងបានធ្វើដំណើរទៅលេងនៅមាត់ទន្លេដែលនៅមុខបរមព្រះរាជវាំងពួកយើងទាំងពីរនាក់បាននាំគ្នាទៅមើលគេប្រណាំងទូកយ៉ាងសប្បាយរីករាយនៅពេលថ្ងៃហើយលុះដល់ពេលល្ងាចម៉ោង 7:06 ល្ងាចពួកយើងក៏បានដើរតម្រង់ទៅកាន់សួនច្បារព្រះសង្ឃរាជជួនណាតដែលគោលបំណងពួកយើងទៅរកញ៉ាំអីបន្ទាប់មកពួកយើងនឹងចូលទៅក្នុងទីក្រុងកោះពេជ្រព្រោះនៅទីនោះមានការប្រគំតន្ត្រីដ៏ធំជាច្រើនដែលមានការសម្ដែងពីក្រុមតារាល្បីៗប្រចាំប្រទេសជាច្រើនអ្នកនៅពេលនោះដែរខ្ញុំជាមួយនឹងអូនលីងបានព្យាយាមដើរចូលទៅកាន់ស្ពានឆ្លងទៅកាន់កោះពេជ្រតែក៏មិនទាន់បានចូលទៅដល់នោះដែរដោយសារខ្ញុំជាមួយនឹងអូនលីងត្រូវបានប្រជ្រៀតជាមួយនឹងមនុស្សជាច្រើនព្រោះនៅថ្ងៃនោះគឺមនុស្សម្នាមកពីតាមខេត្តគឺច្រើនមែនទែនដែលពួកគាត់មកលេងនៅទីក្រុងភ្នំពេញគឺច្រើនជាងឆ្នាំណាទាំងអស់នៅពេលដែលមានការចង្អៀតតានតឹងខ្លាំងពេកខ្ញុំជាមួយនឹងអូនលីងគឺដើរទៅដល់ត្រឹមតែមុខសួនច្បារទល់មុខ Naga World តែប៉ុណ្ណោះដែលពេលនោះដែរខ្ញុំហើយនឹងអូនលីងគឺចង់ចូលទៅក្នុងកោះពេជ្រខ្លាំងមែនទែនហើយបងប្អូនរបស់ខ្ញុំមានស្រីមានប្រុសប៉ុន្មានអ្នកដែលជាបងប្អូនជីដូនមួយពួកគាត់បានចូលទៅមុនអស់ហើយដោយសារតែពួកគាត់បានចូលទៅតាំងពីថ្ងៃហើយបងស្រីរបស់ខ្ញុំគាត់ក៏ចូលទៅមើលកុននៅឯក្នុងសាលនៅក្នុងទីក្រុងកោះពេជ្រហើយបងប្អូនប្រុសរបស់ខ្ញុំគាត់ក៏បានចូលទៅលេងហូបអីនៅទីនោះចម្លែកតែខ្ញុំដែលមិនទាន់បានចូលនឹងគេនៅពេលដែលខ្ញុំនិងអូនលីងកំពុងតែព្យាយាមដើររំកិលខ្លួនទៅមុខម្ដងបន្តិចលុះដើរយូរទៅគឺពុំអាចកម្រើខ្លួនបានទេគឺនៅឈរនឹងថ្កល់គឺយល់យកទៅមុខទៅក្រោយដើរទៅមុខមិនរួចសោះសូម្បីតែមួយជំហានចឹងហើយអស់រយៈពេលប្រហែលជា1ម៉ោងកន្លះខ្ញុំក៏បាននិយាយទៅកាន់អូនលីងថាតោះអូនពួកយើងមិនបាច់ចូលទៅក្នុងទីក្រុងកោះពេជ្រទេទៅរកញ៉ាំអីទៅព្រោះមនុស្សច្រើនពេកពិបាកចូលរួចណាស់ស្រាប់តែនាងក៏បានយល់ព្រមហើយពួកយើងបានព្យាយាមដើររំកិលរកច្រកចេញទៅតាមចំហៀងដែលខ្វះតែជាង20ទៅ30ជំហានទៀតនឹងដល់ស្ពានឆ្លងទៅហើយបន្ទាប់ពីចេញរួចពួកយើងក៏បាននាំគ្នាទៅអង្គុយញ៉ាំមីឆានិងប្រហិតហើយអង្គុយរងចាំមើលគេក្នុងចិត្តគិតថាក្រែងថាអស់មនុស្សពួកយើងនឹងដើរចូលទៅម្ដងទៀតនៅពេលដែលខ្ញុំនិងអូនលីងកំពុងតែអង្គុយញ៉ាំដែលមានរយៈពេលប្រហែលជា7-2ម៉ោងទៅហើយម៉ោងក៏ប្រហែលជា8កន្លះទៅហើយដែរមនុស្សម្នានៅតែបន្តដើរសម្រុកចូលទៅកាន់តែច្រើនទៅហើយអាការណែនណាន់តាន់តាប់នៃមនុស្សនោះគឺមើលទៅអត់មានស្រាកស្រានទេគឺកាន់តែច្រើនទៅបន្តកន្ទុយគ្នាសឹងតែដាច់កន្ទុយភ្នែកតែម្ដងខ្ញុំក៏បានគិតបន្តិចទើបសម្រេចចិត្តថាមិនចូលទៅក្នុងកោះពេជ្រទៀតទេហើយក៏បន្តអង្គុយញ៉ាំមីឆានិងប្រហិតបន្តទៀត
ហើយខ្ញុំក៏បានហៅស្រាបៀរមកផឹកអស់ប្រហែលជាច្រើនកំប៉ុងដែរបានមួយសន្ទុះសង្សាររបស់ខ្ញុំគាត់មើលទៅហាក់ដូចជារៀងស្រវឹងតិចៗហើយខ្ញុំក៏រៀងងងុយដេកដែរព្រោះថាថ្ងៃនោះគឺពួកយើងបានដើរលេងតាំងពីថ្ងៃរហូតមកដល់ម៉ោង 7-9 ទៅហើយគឺថារៀងអស់កម្លាំងរៀងល្វើយដែរបន្ទាប់មកពួកយើងក៏បានដើរទៅយកម៉ូតូដែលម៉ូតូខ្ញុំគឺបានដាក់ផ្ញើនៅចិត្តសាលាស៊ីសវ័តចឹងហើយពួកយើងត្រូវដើរទៅទម្រាំទៅដល់កន្លែងម៉ូតូគឺរៀងឆ្ងាយដែរបាទហើយនៅពេលដែលយកម៉ូតូបានហើយខ្ញុំក៏បានជិះសម្ដៅទៅរកផ្ទះសំណាក់មួយប៉ុន្តែដោយសារថ្ងៃនោះគឺជាថ្ងៃបុណ្យអុំទូកគឺពិបាករកកន្លែងគេងណាស់បើយើងអត់បានកក់ទុកមុនគឺអត់មានកន្លែងគេងតែម្ដងពួកយើងបានជិះចុះជិះឡើងមួយសន្ទុះក៏បានទៅឃើញផ្ទះសំណាក់មួយនៅតាមច្រកđườngហែមមួយកន្លែងហើយ admin សូមបញ្ជាក់ថា admin មិននិយាយថានៅទីតាំងណាទេដើម្បីរក្សាតម្លៃនៃការរកស៊ីរបស់គេបាទ admin គ្រាន់តែប្រាប់ឈ្មោះថាផ្ទះសំណាក់នោះគឺឈ្មោះ555ផ្ទះសំណាក់នោះមើលទៅពីក្រៅហាក់ដូចជារាងថ្មីប៉ុន្តែនៅពេលដែលចូលទៅដល់ខាងក្នុងបានខ្ញុំចាប់អារម្មណ៍ដឹងថាផ្ទះសំណាក់ហ្នឹងគេលាបថ្នាំថ្មីទេតែជាផ្ទះចាស់ទេគេលាបថ្នាំថ្មីហើយនឹងបិទការ៉ូសាថ្មីដែលយើងអាចមើលទៅដូចយើងជួសជុលម្ដងទៀតចឹងណាមើលទៅដូចផ្ទះចាស់ប៉ុន្តែជួសជុលសារឡើងវិញហើយលាបថ្នាំបិទការ៉ូអីប៉ះពៅអីថ្មីវិញមួយចំនួនច្រើនដែរប៉ុន្តែមើលទៅក៏ស្អាតមួយយ៉ាងតាមការរៀបចំរបស់គេបន្តទៅទៀតនៅពេលដែលបានចូលទៅដល់ក្នុងបន្ទប់ពេលនោះដែរខ្ញុំបានបើកទ្វារចូលទៅឯអូនលីងគាត់នៅពីក្រោយខ្ញុំទេគ្រាន់តែខ្ញុំបើកទ្វារចូលទៅភ្លាមស្រាប់តែមានខ្យល់ត្រជាក់ស្រេបបក់កាត់មុខរបស់ខ្ញុំមួយភ្លឹបខ្ញុំក៏ចាប់អារម្មណ៍ភ្លាមដល់ពេលនោះខ្ញុំក្រឡេកមើលទៅម៉ាស៊ីនត្រជាក់គឺអត់ទាន់បើកទេហើយបង្អួចក៏អត់ទាន់បើកដូចគ្នាចឹងហើយខ្ញុំគិតថាចំខ្យល់មកពីណាបើអត់បានបើកម៉ាស៊ីនត្រជាក់អត់បានបើកបង្អួចអីផងប៉ុន្តែដោយសារតែភាពអស់កម្លាំងហើយនឹងរៀងងុយផងពួកយើងចូលទៅដល់ក្នុងបន្ទប់ហើយខ្ញុំក៏បានប្រាស់ខ្លួនដេកទៅលើគ្រែមួយសន្ទុះហើយសង្សាររបស់ខ្ញុំនាងក៏បានប្រាប់ឲ្យខ្ញុំទៅងូតទឹកសិនទៅចាំគេងពេលនោះខ្ញុំក៏បានទៅងូតទឹកតាមនាងប្រាប់ដោយក្នុងបន្ទប់ទឹកខាងនោះតាមខ្ញុំចាំបានគឺបន្ទប់ទឹកហ្នឹងគឺខណ្ឌចែកជា2ប៉ុន្តែគេមិនមែនខណ្ឌចិត្តឈឹងទេគេមានប្រឡោះសម្រាប់កន្លែងងូតទឹកមួយចំហៀងរាងធំហើយនឹងកន្លែងបត់ជើងគឺមួយចំហៀងមានការខណ្ឌបាំងដោយកញ្ចក់ដែលគេបិទស្កុតក្រើមណាស្កុតហ្នឹងគឺយើងមើលចេញក្រៅយើងដឹងថាមានមនុស្សឬអត់មនុស្សប៉ុន្តែបើយើងមើលមុខគឺមើលអត់ស្គាល់ទេនិយាយរួមទៅមើលអត់ច្បាស់ទេឃើញតែព្រាកទេហ្នឹងហើយបងប្អូនប្រហែលជាធ្លាប់ស្គាល់ហើយអាកញ្ចក់ក្រើមទៅតាមផ្ទះសំណាក់មួយចំនួនគឺភាគច្រើនគឺគេធ្វើបែបហ្នឹងហើយតាមទម្លាប់របស់ខ្ញុំគឺឲ្យតែខ្ញុំចូលបន្ទប់ទឹកភ្លាមគឺខ្ញុំតែងតែបត់ជើងសិនរួចហើយបានខ្ញុំទៅងូតទឹកតាមក្រោយចាំបន្ទាប់មកនៅពេលដែលខ្ញុំកំពុងតែអង្គុយបត់ជើងហើយខ្ញុំក៏ឆ្លៀតចុចទូរស័ព្ទលេងបណ្ដើរកាលនោះទូរស័ព្ទខ្ញុំគឺប្រើម៉ាក Sony ព្រោះ Sony Hot ណាជំនាន់មុន Sony Ericsson កាលនោះរៀងតនើបដែរទូរស័ព្ទជំនាន់នោះកាលនោះ admin អត់ទាន់មានលទ្ធភាពប្រើទូរស័ព្ទល្អណាស់ណាទេប្រើបានត្រឹមតែ Sony ឯហ្នឹងឯងអញ្ចឹងនៅពេលដែល admin កំពុងតែអង្គុយចុចទូរស័ព្ទលេងនៅពេលនោះ admin មានអារម្មណ៍ថាស្រាប់តែមានឃើញស្រមោលរបស់អូនលីងបើកទ្វារបន្ទប់ទឹកដើរចូលមកតែម្ដងខ្ញុំក៏ស្រែកសួរថាចេះថាអូនឯងបញ្ញាប់ចូលមកទៅអីបងបត់ជើងតិចសិនចាំមកហើយចាំអូនឯងចូលមកក៏បានដែរអត់អីទេប៉ុន្តែនាងអត់និយាយអីទេសូម្បីតែតបមួយម៉ាត់ក៏អត់មានដែរនាងដើរទៅបើកទឹកផ្កាឈូកហើយងូតធ្វើមិនដឹងហើយខ្ញុំក៏ឈ្ងោកចុចទូរស័ព្ទបន្តទៀតហើយ
ការនោះគ្មានស្អីមើលទេមានតែចុចមើលរូបថតដែលថតពីថ្ងៃហើយនឹងចុចស្ដាប់ចម្រៀងចុចមើលអីប៉ុណ្ណឹងវាមិនមានអ៊ីនធឺណិតឯណាទៅសបោសបាយដូចឥឡូវទេបាទទូរស័ព្ទជំនាន់នោះនៅពេលដែលខ្ញុំចុចទូរស័ព្ទលេងបានមួយសន្ទុះខ្ញុំក៏លេងចាប់អារម្មណ៍នឹងអូនលេងដែលកំពុងតែងូតទឹកនៅក្បែរខ្ញុំនឹងទៀតហើយនៅពេលនោះខ្ញុំក៏ក្រោកដើរចេញទៅរកកន្លែងងូតទឹកប៉ុន្តែអត់មានឃើញអូនលេងនឹងងូតទឹកនៅទីនោះទេហើយខ្ញុំក៏មិនបានគិតអីទៀតដែរខ្ញុំគិតថាប្រហែលជាអូនលេងចេញទៅតាំងពីពេលណាទេខ្ញុំអត់បានចាប់អារម្មណ៍ហើយខ្ញុំក៏ងូតទឹកសម្អាតខ្លួនអីចឹងទៅនៅពេលដែលខ្ញុំងូតទឹកហើយខ្ញុំក៏បានដើរចេញមកក្រៅបន្ទប់ទឹកបងប្អូនដឹងថាខ្ញុំជួបរឿងអីអត់នៅពេលដែលខ្ញុំដើរចេញមកក្រៅបន្ទប់ទឹកវិញខ្ញុំឃើញសង្សាររបស់ខ្ញុំអូនលីងគាត់កំពុងតែផ្លាស់សម្លៀកបំពាក់ត្រៀមចូលងូតទឹកដោយសក់ក្បាលរបស់គាត់នៅស្ងួតនៅឡើយទេអត់ទាន់សើមប៉ះទឹកសំបីតែមួយតំណក់ពេលហ្នឹងខ្ញុំចាប់ផ្ដើមឆ្ងល់ហើយខ្ញុំសួរបដ ாய் ខ្ញុំថាចេះថាចុះក្រែងអឯងមិញចូលងូតទឹកទៅហើយឥឡូវទៅងូតទឹកទៀតទៅអីស្រាប់តែអូនលេងតបថាចេះថាមានណាបងអូនតន់ងូតទឹកណាក្រែងមិញមកឯងចូលហីដល់ពេលខ្ញុំលឺចឹងហើយខ្ញុំចាប់ផ្ដើមភាំងមួយសន្ទុះហើយដល់ពេលហ្នឹងនិយាយអីក៏អត់ចេញដែរហើយអូនលេងគាត់ក៏បានរៀបចំខ្លួនចូលទៅក្នុងបន្ទប់ទឹកហើយខ្ញុំក៏ទៅរកសម្លៀកបំពាក់ស្លៀកពាក់ហើយខ្ញុំក៏ឡើងគេងទៅលើគ្រែវាដោយសាររៀងហត់ដែរងុយទឹកហើយត្រជាក់ខ្លួនបើមិនសិនត្រជាក់រៀងងុយដែរគេងបានប្រហែលជា10នាទីគាត់ទៅតម្លាក់ក្បាលដល់ខ្នើយប្រហែលជា10នាទីចុះរបៀបថាអារម្មណ៍យើងរៀងងុយអាលីវរងុយដេកចឹងណាស្រាប់តែអាំពូលភ្លើងក្នុងបន្ទប់ហ្នឹងវារៀងភ្លឹបព្រាកបើនិយាយតើនេះដូចយើងធ្លាប់ចូលមើលរឿងក្នុងរឿងកុនយើងតែងមើលរឿងខ្មោចគឺអញ្ចឹងអាភ្លើងនោះវិញ្ញាភ្លឹបហើយមកស្ទុះភ្លឹបដាច់ភ្លឹបបដ ாய் ដាច់ភ្លឹបប្រហែលជា10ទៅ15វិនាទីស្រាប់តែខ្ញុំឃើញមានសម្ោលបើកទ្វារបន្ទប់ចូលដំបូងឡើយទ្វារហ្នឹងគឺអាកលឹះទ្វារហ្នឹងគឺក្រែកមួយក្រែកហ្នឹងគឺមានសម្ោលមនុស្សដើរចូលតែម្ដងខ្ញុំស្មានតែចេះស្មានថាអូប្រហែលជាខាងបុគ្គលិកខាងរីសិបគាត់ឃើញដាច់ភ្លើងអញ្ចឹងគាត់ដើរប្រាប់តាមបន្ទប់អីចឹងណាខ្ញុំក៏ស្រែកសួរទៅវិញខ្ញុំថាណាគេមិនអត់ចេះគោះទ្វារមុនអញ្ចឹងតាមទម្លាប់ធម្មតាដល់ពេលដែលគេរុញទ្វារបន្ទប់យើងពងគេងវារុញចូលយើងមិនត្រូវសួរអញ្ចឹងហើយដល់ពេលគាត់ខ្ញុំសួរអញ្ចឹងភ្លាមមកស្ទុះភ្លើងភ្លឺមកវិញភ្លឹបភ្លឺធម្មតាភ្លឹបដល់ពេលខ្ញុំមើលទៅទ្វារគឺអត់មានបើកទេទ្វារធម្មតាទាំងអស់អត់មានពីណាគេចូលមកទេដល់ពេលអញ្ចឹងហើយខ្ញុំវាចាប់ផ្ដើមមានអារម្មណ៍ថាព្រឺខ្លាំងមែនទែនព្រឺសបល់យកតែម្ដងប៉ុន្តែវាថាយើងតាំងអារម្មណ៍តាំងចិត្តខ្លួនឯងតែកុំឲ្យខ្លាចចឹងទៅព្យាយាមរងាប់អារម្មណ៍ក៏តាំងកន្លែងលោស្វាំងភ្នែកប្រហែលមិញងឹតចឹងណាបានមកសន្ទុះសំឡេងងូតទឹករបស់អូនលីងក៏បានបាត់ទៅហើយខ្ញុំក៏បានទៅបិទភ្លើងបន្ទប់ធម្មតាក្នុងបន្ទប់គេងវាមានអាកូនភ្លើងចង្គៀងទូចមួយនៅក្បាលក្រែអញ្ចឹងណាហើយនឹងមានភ្លើងពីលើពីដានអញ្ចឹងខ្ញុំបិទអាភ្លើងពូលលើពីដានហ្នឹងទៅដើម្បីកុំឲ្យវាភ្លឺខ្លាំងពេកព្រោះយើងជិតដល់ម៉ោងសម្រាកហើយអញ្ចឹងណាអញ្ចឹងខ្ញុំបិទអាអំពូលភ្លើងពីលើហ្នឹងអស់ហើយខ្ញុំបើកតែអំពូលភ្លើងគេហៅថាភ្លើងរាត្រីហើយភ្លើងកូនភ្លើងចង្គៀងទូចមួយផ្លុងនឹងក្បាលក្រែខ្ញុំហ្នឹងគឺខ្ញុំបើកតែភ្លើងហ្នឹងទេអានេះបើតាមទម្លាប់ដែលខ្ញុំធ្លាប់គេងផ្ទះសំណាក់អញ្ចឹងណាហ្នឹងហើយអញ្ចឹងទោះបីជាបន្ទប់ខ្ញុំក៏ខ្ញុំចូលចិត្តគេងមានភ្លើងព្រឹមអញ្ចឹងដែរបន្ទាប់ពីអូនលេងងូតទឹកហើយបាត់សំឡេងអូនលេងងូតទឹកខ្ញុំក៏ឮសំឡេងទ្វារបន្ទប់ទឹកបើកហើយឃើញអូនលេងដើរចេញមកប៉ុន្តែខ្ញុំសង្កេតឃើញថាអូនលីងដែលដើរចេញមកហ្នឹងបងប្អូនគឺទឹកជោកតែម្ដងសើមខ្លួនជោកសក់ក្បាលឲ្យសើមជោកអត់មានជូតទេ
អត់ជូតឲ្យស្ងួតសិនទេខ្ញុំក៏សួរតែចេះថាអូនមិនអត់ឯងមិនជូតខ្លួនឲ្យស្អាតសិនចាំចេញមកតែប្រយ័ត្នល្អិលទឹកនឹងដួលខ្ញុំក៏ប្រាប់គាត់អញ្ចឹងប៉ុន្តែគាត់អត់មាននិយាយអត់មានប្រតិកម្មតអីជាមួយនឹងខ្ញុំទេគាត់បានដើរសម្ដៅទៅយកកៅអៅរបស់គាត់ធ្វើបង្ើយរបៀបថាខ្ញុំគេងលើក្រែអញ្ចឹងតែយើងនិយាយជាមួយគាត់តែគាត់អត់និយាយជាមួយធម្មតាយើងមិនតាមមើលនេះអូនលីងមិនប្រាប់និយាយអីមិនស្ដាប់និយាយអីមិននេះអញ្ចឹងដល់ពេលហើយខ្ញុំឃើញអូនលីងគាត់ដើរទៅយកកៅអៅរបស់គាត់នៅត្រឡប់គាត់គឺគាត់យកកៅអៅគាត់ដើរចូលទៅផ្លាស់ក្នុងបន្ទប់ទឹកវិញអញ្ចឹងណាអញ្ចឹងគាត់ទៅប្រមូលកៅអៅរបស់គាត់មកដល់ពេលនេះមកគាត់ងាកមកអញញឹមដាក់ខ្ញុំបើយើងគិតទៅរបៀបថាញញឹមតែមុខមិនរីករាយមុខមិនញញឹមទេរបៀបថាញញឹមគួរឲ្យខ្លាចណាខ្ញុំអត់ដឹងថាបកស្រាយថាម៉េចទេអាស្នាមញញឹមមួយនេះក៏តែខ្ញុំបានឃើញដោយផ្ទាល់ភ្នែកខ្ញុំឆ្ងល់ហ៎អូនលីងអត់និយាយអត់អីគាត់តែពិសើចខ្ញុំនិយាយអញ្ចឹងណាស្រាប់តែគាត់ដើរត្រង់ទៅបន្ទប់ទឹកធម្មតាគាត់ដើរផុតពីក្រែបន្តិចទៅបន្ទប់ទឹកគឺនៅខាងឆ្វេងដៃហើយបើដើរទៅត្រង់ទៀតគឺអញ្ចឹងហើយខាងស្ដាំដៃគឺទ្វារច្រកចេញណាហ្នឹងហើយគាត់មើលមុខខ្ញុំហើយគាត់ដើរគាត់អញឹមហើយគាត់ដើរគាត់អត់មានមើលមុខទេហ្នឹងហើយមើលមុខបងរហូតចឹងអាវាគិតក្នុងចិត្តខ្លួនឯងណាខ្ញុំចេះតាមលួចមើលអូនលីងមិនប្លែកមកស្រាប់តែបងប្អូនហើយគាត់ដើរបុកចូលក្នុងជាងផឹងតែម្ដងបាត់ស្មោលឈឹងខ្ញុំគ្រាន់តែឃើញភ្លាមភាំងហ្មងនិយាយអត់ចេញទេបងប្អូននិយាយអត់ចេញតែម្ដងសក់ក្បាលគឺថាឡើងប៉ិនកជើទៅហើយតែដោយសារនៅឃើញតែចេះថាការចូលមកដំបងដោយអត់ទាន់សុំគេទេអញ្ចឹងណាជាទូទៅតាមត្រឡប់ខ្ញុំទៅគេងនៅកន្លែងណាកន្លែងណីក្រៅពីផ្ទះខ្លួនឯងអញ្ចឹងណាទៅបីផ្ទះបងប្អូនក៏ដោយផ្ទះអ៊ំពូមីងមីឯណាណីក៏ដោយឲ្យតែក្រៅពីផ្ទះខ្លួនឯងគឺខ្ញុំតែងតែសុំគេសុំកន្លែងស្នាក់អាស្រ័យសុំអីអញ្ចឹងណាប៉ុន្តែថ្ងៃហ្នឹងគឺអត់បានសុំភ្លេចគិតរៀងស្វឹងស្រឿងដែរភ្លេចសុំជួបដោយពេលនោះគ្រាន់តែខ្ញុំគិតឃើញចឹងភ្លាមខ្ញុំក៏ស្ទុះក្រោកវឹបក្រោកពីក្រែមកដល់ពេលនេះហើយខ្ញុំអង្គុយបត់ជើងមកអង្គុយបត់វិនហ្មងអត់មែនអង្គុយពេនទេអង្គុយបត់ជើងហ្មងដាក់ខ្នើយដែរខ្ញុំស្ពះ3ដងស្ពះអោនងើប3ដងហ្នឹងនិយាយហើយយើងបៀបថាខ្ញុំនិយាយសុំកម្មាទោសអញ្ចឹងណាសុំកម្មាទោសអីចឹងទៅហើយសុំកន្លែងស្នាក់អាស្រ័យអីចឹងទៅសុំអ្នកដែលនៅទីកន្លែងនេះកុំប្រកាន់អីចឹងណាកាលនោះនិយាយរឿងនេះដែរនិយាយរឿងញ័រមាត់ដែរភ័យតែមិននិយាយលឺទេនិយាយរបៀបខ្សឹបចឹងណាដល់ពេលហ្នឹងហើយអូនលីងគាត់ក៏បានដើរចេញមកលើកនេះអូនលីងមែនតេនគាត់ដើរចេញពីបន្ទប់ទឹកអាហ្នឹងគាត់មុជទឹករួចមែនតេនរបស់គាត់ដើរចេញមកដល់គាត់ឃើញខ្ញុំអញ្ចឹងគាត់សួរគាត់ថាបងបែងធ្វើគេដល់ពេលអញ្ចឹងទៅខ្ញុំមើលមុខគាត់ហើយខ្ញុំនៅឃើញហ្នឹងបើខ្ញុំនិយាយភ្លាមខ្លាចគាត់ខ្លាចអញ្ចឹងណាអញ្ចឹងខ្ញុំនិយាយប្រឡប់ខ្ញុំថាអត់អីទេត្រឡប់បងមុនគេងបងតែអញ្ចឹងបងស្ពះពូកស្ពះខ្នើយអញ្ចឹងហើយខ្ញុំនិយាយខ្ញុំសើចអញ្ចឹងណាហើយគាត់ក៏អូខេគាត់អត់ចាប់អារម្មណ៍ណាហើយគាត់ក៏ដើរទៅយកសម្លៀកបំពាក់គាត់ចូលទៅផ្លាស់ក្នុងបន្ទប់ទឹកជាធម្មតារបស់គាត់អញ្ចឹងទៅហើយបន្ទាប់មកនៅពេលដែលគាត់ចេញពីបន្ទប់ទឹកវិញបានមកសន្ទុះមិនទាន់គេងផងបងប្អូនមិនទាន់បានបិទភ្នែកដេកផងមកសន្ទុះប្រហែលជា20នាទីបន្ទាប់ពីអូនលេងផ្លាកៅហើយខ្ញុំបានឮសលេងស្រែកមកស្រែកចេញពីក្រោមអាកន្លែង reception កន្លែងគិតលុយស្រែកហើយស្រែកឡូឡាហ្មងអីស្អីស្រែកចេះចាច់ឯណានេះហើយឮអាសលេងឡានពេទ្យឮសរ៉ែនឡានពេទ្យលន់ឮវីវពេញផ្លូវតែម្ដងហើយឮសលេងនិយាយរួមទៅប្រសាចពេញផ្លូវតែម្ដងហើយដោយសារកាលនោះ admin ជាមួយនឹងអូនលីងអាបន្ទប់ដែលគេហ្នឹងគឺអាប្រអួចហ្នឹងគឺសំដៅទៅនឹងមាត់ផ្លូវគាត់អើកលេចទៅឃើញមកឃើញឡានឃើញម៉ូតូអញ្ចឹងមកបើកទៅវាំងណូនទៅឃើញតែម្ដង
ដល់ពេលអញ្ចឹងហើយពេលហ្នឹងខ្ញុំឆ្ងល់ដែរសួរលីងណាថាអូនគេស្រែកអីគេណាជួយស្ដាប់មកដល់ពេលយើងផ្ទៀងតិចស្ដាប់ទាំងអស់គ្នាអញ្ចឹងណាទៀងតិចស្ដាប់ទាំងអស់គ្នាឮសលេងគេនិយាយគេស្រែកគេថាបាក់ស្ពានកោះពេជ្របាក់ស្ពានកោះពេជ្រពេលហ្នឹងខ្ញុំជាមួយនឹងអូនលីងមើលមុខគ្នាបដ ாய் ឆ្ងល់ចំហើយបាក់ស្ពានកោះពេជ្រមិនវាយើងភ្លេចគិតថាអាពេលដែលយើងដើរប្រុងឆ្លងទៅវាមនុស្សច្រើនណាមិននឹកស្មានថាបាក់ហើយព័ត៌មានអ៊ីនធឺណិតឯងក៏អត់ទាន់ទូលំទូលាយដែរពេលហ្នឹងដល់ពេលយ៉ាងទៅនឹកឃើញទៅបើកអាទូទស្សន៍ខ្សែកាបនៅក្នុងទេសនានឹងមើលបើកទូទស្សន៍មើលទៅគេចេញព័ត៌មានភ្លាមមកហើយគេថាមានការគេផ្សាយព័ត៌មានណាអេដមីនភ្លេចប៉ុស្តិ៍ហើយនឹងប៉ុស្តិ៍ស្អីខ្លះទេកាលនោះគាត់បើកទៅឃើញព័ត៌មានគេថាគៀបគ្នាជន់គ្នាមនុស្សជន់គ្នាជាប់លើស្ពានកោះពេជ្រហ្នឹងឯងគាត់ណាលឺអញ្ចឹងខ្ញុំជាមួយនឹងអូនលីងចាប់ដើមស្រឡាំងកាំងតក់ស្លុតហើយដែរជួបទេតាំងពីកើតមកដែរជួបប្រទេសឬក៏ដែលនិយាយរួមទៅអារឿងករណីជន់គ្នានេះគឺប្រទេសគេគឺធ្លាប់កើតមានជាច្រើនលើកច្រើនសាមហើយតែដល់ពេលយើងជាខ្មែរណាយើងអត់ដែរជួបណាដូច admin ជាមួយនឹងសង្សារកាលណាអាយុនៅក្មេងណាដែរជួបប្រទេសនឹងព័ត៌មានអញ្ចឹងក៏យើងភ័យដែរស្រឡាំងកាំងមើលមុខគ្នាហើយណាមួយបារម្ភពីបងប្អូនរបស់ admin ដែរបងប្អូនចដូនមួយដែលមានស្រីផងមានប្រុសផងគាត់នៅក្នុងកោះពេជ្រហ្នឹងណាមិនដឹងជាគាត់ទៅលេងកន្លែងណាខ្លះអញ្ចឹងបារម្ភដែរដល់ពេលហ្នឹងទៅអូនលីងគាត់បញ្ញាប់យកទូរស័ព្ទរបស់គាត់ហ្នឹងខលទៅរកបងប្អូនមកគាត់ដែរព្រោះថ្ងៃហ្នឹងគឺថាមិនថាបងប្អូនពីណាគឺដើរលេងទាំងអស់គឺសម្រុកដើរលេងទាំងអស់ហើយគោលដៅមុខព្រួញចម្បងគេគឺទៅក្នុងកោះពេជ្រហ្នឹងហើយកន្លែងនេះសបាយអ្នកណាក៏គេចង់ទៅកន្លែងហ្នឹងដែរសម្បីតែ admin ជាមួយនឹងអូនលីងក៏ចង់ទៅដែរប៉ុន្តែចូលវាមិនរួចពេលហ្នឹងក៏ផ្លាស់ប្ដូរគោលដៅគឺមកគេងតែម្ដងបាទអញ្ចឹងហើយដល់ពេលតែអូនលីងគាត់ព្យាយាមខលតែមានអ្នកលើកទេហើយ admin ក៏ខលដែរបងប្អូន admin ក៏អត់លើកដែរអត់លើកដូចគ្នាប្រហែល 2-3 នាក់ហ្នឹងគឺអត់មានពីណាលើកទូរស័ព្ទទេដល់ពេលមកស្ទុះភ័យកាលណាភ័យដែរខលមានណាលើកយើងបារម្ភដែរណាហើយមើលព័ត៌មានគេផ្សាយថាមនុស្សជន់គៀបជាប់គ្នាមានស្លាប់មានរបួសអញ្ចឹងភ័យដែរមកស្ទុះទូរស័ព្ទអូនលីងគាត់រោឡើងប៉ាម៉ាក់គាត់ខលមកគាត់សួរថាកូនឯងនៅណាឆាប់មកផ្ទះវិញឲ្យលឿនប៉ាខលទៅបងកូនឯងអត់លើកសោះអូនលីងគាត់មានបងគាត់មានតែបងគាត់មានប្អូននៅសាគាត់កូនពៅគេអញ្ចឹងណាប៉ាខលទៅបងឯងវាមិនលើកសោះហើយប៉ាម៉ាក់បារម្ភអញ្ចឹងណាហើយអូនលីងគាត់សួរវិញថាប៉ាម៉ាក់ខ្ញុំមើលព័ត៌មានគេថាមនុស្សជន់គ្នានៅស្ពានកោះពេជ្រហើយប៉ាអូនលីងគាត់ថាហ្នឹងហើយកូនឯងកាលបានមកផ្ទះឆាប់មកផ្ទះមកឲ្យលឿនប៉ាម៉ាក់បារម្ភអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅខ្ញុំក៏បានរៀបចំខ្លួនជូនអូនលីងទៅផ្ទះវិញគាត់ដាក់គាត់ចូលផ្ទះហើយម៉ូតូគាត់ថាមូលហ្គាយកហ្មងស្រោតមកចិត្តស្ពានកោះពេជ្រនឹងវិញដល់ពេលអញ្ចឹងទៅបងប្អូនហើយខ្ញុំបានមើលឃើញពីសោកនាដកម្មដ៏រន្ធត់គឺមនុស្សជន់គ្នាគៀបគ្នាជាប់ស្អិតហ្មងបេះអត់ចេញទេហើយក្រុមជួយសង្គ្រោះហ្នឹងក៏ឆ្កាដៃឆ្កាជើងមានញឹកជួយហើយអាសំលេងស្រែកសំលេងយំអាសំលេងឡានពេទ្យឡានជួយសង្គ្រោះហ្នឹងឡងទៅហឹងពេញផ្លូវតែម្ដងនៅក្នុងពេញណាលាន់ហ្មងគឺគោលដៅរបស់ឡានទាំងអស់ហ្នឹងគឺមកជួយមនុស្សនៅអាស្ពានកោះពេជ្រហ្នឹងមកគឺមកជួយតែម្ដងខ្ញុំឈោមើលចិត្តម៉ូតូឈោមើលភ័យបណ្ដោយភ័យញ័រដូចកូនសត្វហ្មងដូចសត្វធ្លាក់ទឹកហ្មងគិតខ្លួនឯងគាត់ថាចំយ៉ានេះអញបានឆ្លងចូលបើអញឆ្លងចូលលេងជាប់ចឹងដែរដល់កបណ្ដោយអានេះដូចបជាហ្មងបជាឲ្យអត់មានការតស៊ូក្នុងការដើរចូលទៅមុខបន្តទៀតណាហើយភ័យឈោមើលគេភ័យខ្លាំងមែនទែនភ័យពងមើលទូរស័ព្ទរោអ៊ំស្រី admin គាត់ខលមកកាលនោះ admin មករៀនពេញដំបងនៅផ្ទះអ៊ំនឹងឯង
គាត់បារម្ភគាត់ខលគាត់ថាគាត់ខលទៅកូនគាត់ឲ្យអត់លើកសោះកូនគាត់ហ្នឹងគឺបងប្អូនចដូនមួយរបស់ admin ហ្នឹងឯងខល2-3នាក់ខលមិនលើកសោះគាត់ថាគាត់ខលមក admin មិនចូលដែរវាមិនដឹងហើយយ៉ាងម៉េចអត់ខលមិនចូលអញ្ចឹងណាជួនកាលសេវាទូរស័ព្ទពេលខ្លះខលបុកខ្លាំងពេកគឺមានចូលមានអត់ចូលអញ្ចឹងណាកាលនោះប្រព័ន្ធទូរស័ព្ទគឺអត់តាន់ទលំទលាយទេនៅចង្អៀតខ្លាំងមានការខលច្រឡំលេខមានការខលអត់ចូលតាក់ទងនេះអត់បានពេញវាលពេញហ្នឹងអញ្ចឹងទៅគាត់ប្រាប់ថាចេះថាហើយនៅណាឆាប់មកផ្ទះវិញឲ្យលឿនឆាប់មកឥឡូវអញ្ចឹងណាដល់ពេលអញ្ចឹងទៅខ្ញុំស្ដាប់តាមគាត់ admin ស្ដាប់តាមគាត់ក៏ស្រួលអារម្មណ៍ឈប់ភ័យជិះម៉ូតូទៅផ្ទះវិញប៉ុន្តែនៅតែញ័រអញ្ចឹងញ័រមែនទេញ័រឡងទៅតប់ហ្មងហើយមានអារម្មណ៍ថាសោកសៅដល់ពេលយើងទៅឃើញហេតុការណ៍អញ្ចឹងណាដល់ពេលមកដល់ផ្ទះវិញដេកអត់លក់ទេយប់ហ្នឹងដេកអត់លក់តែម្ដងយល់ទៅអាពេលយើងបិទភ្នែកទៅគឺអារូបភាពដែល admin បានឃើញហ្នឹងហើយនឹងអារូបភាពដែលនៅក្នុងផ្ទះសំណាក់555ហ្នឹងហើយវាពីរករណី admin ដេកមិនលក់ដេកអត់លក់ទេឡើងម៉ោង3ចិត្តភ្លឺដេកអត់លក់សោះបដ ாய் ឲ្យតែពេលបិទភ្នែកដឹង admin ឃើញអីអត់ឃើញមនុស្សស្រីដែលអនលីងហ្នឹងដែលធ្វើជាអនលីងហ្នឹងប៉ុន្តែឃើញក្នុងសភាពសក់វែងអនលីងសក់គាត់អត់វែងទេអាពេល admin ឃើញហ្នឹងក៏ឃើញសក់អត់វែងដែរសក់គាត់រៀងប្រាស់ស្មាតិចឯអនលីងប៉ុន្តែអាក្នុងដែលអាពេលដែល admin ដេកម៉ោង3ទៀបភ្លឺ admin ដេកអត់លក់ពេល admin បិទភ្នែកឲ្យតែបិទភ្នែករៀងលាវឃើញហ្មងឃើញមកបដ ாய் ឃើញអនលីងតែសក់វែងហើយដឹងឃើញក្នុងរូបភាពមិនអត់ឃើញក្នុងរូបភាពដូចគាត់មុជទឹកដូចអារបៀបដូចមនុស្សយើងជ្រលក់ទឹកហើយលើកឡើងមកអត់ជូតខ្លួនណាសើមជោកទៅទឹកជោកដូចអា admin ឃើញពីដំបូងអញ្ចឹងដើរចេញពីបន្ទប់ទឹកអញ្ចឹងទៅទឹកជោកឃើញក្នុងសភាពបែបហ្នឹងហើយញឹមដាក់ខ្ញុំញឹមមកហ្មងហេអាបែបថាហេអញ្ចឹងណាadmin ធ្វើមិនសមទេបើថាញញឹមប៉ុន្តែស្នាមញញឹមគឺគួរឲ្យរន្ធត់ហ្នឹងហើយឃើញរូបភាពបែបហ្នឹងឲ្យតែបិទភ្នែកគឺមកហើយវាអាចថាវាស្ដែងពេកវាល្មមមកឃើញដែរហ្នឹងហើយវាល្មមមកដេកលេងលក់ដែរហ្នឹងវាអស្ចារ្យដែរគិតទៅហ្នឹងហើយប៉ុន្តែដល់ពេលម៉ោងប្រហែលជា7:05ដែរមន់ល្ងាវដែរហ្នឹងដល់ពេលហ្នឹងទៅចេះស្រួលអារម្មណ៍ណាលុបមកលុបអីហើយចូលបន្ទប់ទឹកចុយលុបមកលុបអីប្រាប់ខ្លួនឯងហ្នឹងប្រហែលជាស្វឹងផងយើងផឹកអស់មកចូលមកយួរ2យួរដែរ2នាក់ប្រហែលជាអស់កម្លាំងអញ្ចឹងណាដាស់តឿនខ្លួនឯងអញ្ចឹងទៅគិតថាប្រហែលជាស្វឹងភ្នែកឬក៏អីអញ្ចឹងទៅចេះប្រឡប់ខ្លួនឯងអញ្ចឹងទៅហើយក៏ដេកទៅបានម៉ោង2ម៉ោងម៉ោង7-8អញ្ចឹងទៅខ្ញុំគាត់ក្រៅទៅបរៀនអញ្ចឹងទៅក៏គេងលេងលក់ទៅបាទមកយប់ហ្នឹងគឺបានតែ1ម៉ោងជាង2ម៉ោងហ្នឹងឯងគេងទីភ្លឺហើយអញ្ចឹងណាប៉ុន្តែបន្ទាប់ពីរឿងហ្នឹងទៅបងប្អូនគឺអត់តន់ចប់ទេ3ថ្ងៃក្រោយខ្ញុំបានទៅជួបអនលីងភាសាទៀតកាលនោះជាទូទៅអនលីងគាត់ចូលចិត្តញ៉ាំមីបួសគេថាមីបួសនៅក្រោយវាំងណាកាលនោះនៅក្រោយវាំងមានហាងមីបួសមួយកន្លែងមីបួសហ្នឹងគឺមីគីឡូឆាជាមួយនឹងផ្សិតណាគេយកផ្សិតមកធ្វើជាសាច់ហើយនឹងបន្លែអត់មានសាច់ទេហ្នឹងហើយមីបួសម្ហូបបួសគឺអត់មានសាច់ទេដោយសារតែគាត់ហ្នឹងគឺជាកូនចៅខ្មែរកាត់ចិនអញ្ចឹងណាអញ្ចឹងគាត់ចូលចិត្តញ៉ាំអីដែលរឿងមើលទៅដូចចិនអញ្ចឹងណាadmin ក៏ចេះតាមគាត់ដែរចេះញ៉ាំតាមគាត់ដែរហើយបន្ទាប់ពីញ៉ាំមីបួសហើយក៏ទៅញ៉ាំតែគុជនៅក្រោយសាលានៅក្រោយសាលាស៊ីសវត្តកាលនោះដល់ពេលដែលកំពុងតែញ៉ាំតែគុជហ្នឹងអូនលីងគាត់សួរបណ្ដោយគាត់ដាច់ចិត្តសួរបងតាមពិតខ្ញុំឃើញទឹកមុខគាត់របៀបថាអេសអុញតាំងពីពេលញ៉ាំមីបួសម្លេះតែខ្ញុំអត់បានសួរដោយសារជាទូទៅ
ដោយថាពេលហ្នឹង admin វាវល់ដែរណាពេលខ្លះចង់ប្រាប់គាត់បន្តិចអីបន្តិចតែអត់ចង់ប្រាប់ហ្នឹងហើយអត់ចង់គាត់ដឹងឲ្យគិតថាចង់លាក់បន្តិចចង់ប្រាប់បន្តិចចឹងណាស្រាប់តែដល់ពេលហ្នឹងគាត់សួរបណ្ដោយអូនលីងសួរបណ្ដោយអាពេលកំពុងផឹកតែគុជហ្នឹងគាត់សួរតែចេះថាបងអានការនៅផ្ទះសំណាក់ថ្ងៃមុនបាយឃើញអីចលាយអត់អូនលីងសួរអញ្ចឹងហ្មងក៏ខ្ញុំលឺហើយរឿងព្រឺខ្ញាក់ភាំងបណ្ដោយថាចំគិតក្នុងចិត្តណាចំអូនលីងសួរអីចឹងពេលអញ្ចឹងទៅខ្ញុំសួរគាត់បានថាមិនបានអូនឯងសួរបងអញ្ចឹងហើយគាត់នៅស្ងៀមគាត់អោនមកនិយាយរបៀបថាខ្លាចជាលឺណាអោនមកនិយាយតិចគាត់សឹបថាចេះថាបាយដឹងអត់អាពេលអូនងត់ទឹកហ្នឹងអូនឃើញសមោលមនុស្សស្រីនៅក្នុងកញ្ចក់ចូលពីក្រោយអូនហ្មងធម្មតាទប់ទឹកហ្នឹងវាមានកញ្ចក់អញ្ចឹងណាមានកញ្ចក់អាកូនកញ្ចក់4ជ្រុងមួយហ្នឹងហើយគាត់ថាឃើញសមោលមនុស្សស្រីឈរក្នុងកញ្ចក់អញ្ចឹងខ្ញុំសួរគាត់អូនឯងឃើញច្បាស់អត់ហាព្រាកឃើញព្រាកខ្សែគាត់ងត់គឺគាត់ងូចទឹកក្តៅអូនលេងចេះចិត្តងូចទឹកក្តៅហើយនៅពេលដែលងូចទឹកក្តៅគឺឲ្យចំហាយទឹកក្តៅហ្នឹងណាដល់ពេលដែលមានកញ្ចក់នៅចិត្តគឺកញ្ចក់ហ្នឹងឡើងស្អាប់ហើយស្អាប់ក៏ប៉ុន្តែបើយើងមើលទៅគឺបើយើងមើលពីរូបរាងមនុស្សយើងខ្លួនឯងណាឃើញថាជាមនុស្សប៉ុន្តែបើឲ្យមើលមុខគឺមើលអត់ស្គាល់ទេធម្មតាអាចចំហាយទឹកក្តៅដែលប៉ះចូលកញ្ចក់ហ្នឹងគឺបែបហ្នឹងហើយគាត់ថាបងឃើញព្រាកតែអូនច្បាស់ថាសមោមនុស្សស្រីឈរពីក្រោយខ្នងរបស់អូនមកហើយពេលអូនពងងុចទឹកហ្នឹងគាត់បញ្ជាក់ប៉ុណ្្នឹងហើយខ្ញុំព្រឺសបល់យកតែម្ដងហើយខ្ញុំក៏មិនដឹងថានិយាយអីដែរព្រោះខ្ញុំអត់ដែរបាននិយាយប្រាប់អូនលីងផងថាខ្ញុំឃើញអីអានការនៅទស្សនៈយប់ហ្នឹងណាខ្ញុំបាននិយាយអីមួយម៉ាត់ទេហើយខ្ញុំក៏អត់ចង់ឲ្យគាត់ដឹងដែរពីអារឿងហេតុដែលខ្ញុំបានជួបប្រទះនៅយប់ហ្នឹងជាមួយគាត់ណាហើយខ្ញុំអត់ចង់ឲ្យគាត់ដឹងទេប៉ុន្តែដល់ពេលគាត់សួរខ្ញុំគាត់និយាយច្បាស់អញ្ចឹងខ្ញុំភាំងឲ្យព្រឺសបល់យកខ្លាំងតែម្ដងហើយអត់តន់ចប់ទេណាបងប្អូនអត់តន់ចប់ទេដឹងអូនលីងគាត់និយាយបន្តទៀតថាម៉េចអត់ពេលអូនងុយទឹកហើយអូនចេញពីបន្ទប់ទឹកវិញអូនឃើញមានស្នាមដានជើងដែលរបៀបថាដានជើងមនុស្សដើរធម្មតាវាមនុស្សដើរទៅទឹកស្នាមទៅទឹកសើមណាធម្មតានៅពេលដែលមនុស្សដើរចេញមកសើមជើងគឺដើរជន់ការ៉ូទៅវាឃើញមិនមែនឃើញស្នាមដានជើងច្បាស់ទេគ្រាន់តែឃើញពីមួយចំហៀនទៅមួយចំហៀនណាអាហ្នឹងឃើញមែនអូនលេងថាឃើញដើរពីក្រែណាដើរពីក្រែកេងទៅហើយដើរទៅដល់ជាងអូនលេងថាឃើញស្នាមជើងមនុស្សដើរច្បាស់ចេះដើរទៅដល់ជាងហើយបាត់ស្នាមនៅកន្លែងហ្នឹងប៉ុន្តែអាហ្នឹងគាត់អ្វីដែលគាត់ឆ្ងល់គាត់ណាសួរ admin ណាប៉ុន្តែតាមការពិតអូនលេងគាត់អត់ដឹងទេថា admin បានឃើញអីadmin បានឃើញអ្វីដែលដើរទៅបុកអញ្ចឹងហ្នឹងហើយ admin អត់បានប្រាប់គាត់បញ្ជាក់ទេគាត់ណាខ្ញុំបានឮគាត់និយាយភ្លាមណាខ្ញុំដឹងខ្លួនថាចេះថាអូអញមិនស្វឹងទេថ្ងៃនោះហើយក៏មិនស្វាំងភ្នែកដែរការពិតបដ ாய் នឹងឯងអាគិតក្នុងចិត្តខ្លួនឯងណាការពិតត្មងដល់ពេលអញ្ចឹងទៅខ្ញុំនៅតែអត់ប្រាប់គាត់អត់ប្រាប់ពីហេតុការអ្វីដែលខ្ញុំឃើញទេគឺខ្ញុំគាត់ណាព្យាយាមនិយាយលួងលោមគាត់មកគាត់ខ្លាចអញ្ចឹងណាជាទូទៅបើគាត់យើងនិយាយឲ្យគាត់ដឹងគាត់ខ្លាចគាត់អីអញ្ចឹងទេគាត់អត់សូវហ៊ានចង់ដើរលេងជាមួយយើងទៀតទេអញ្ចឹងណាអានេះបើនិយាយភាសាថាមនុស្សខូចយើងនិយាយភាសាអញ្ចឹងក៏ប៉ុន្តែអារម្មណ៍ខ្ញុំពេលហ្នឹងគឺអត់ចង់ឲ្យគាត់ភ័យខ្លាចទេភាសាគាត់រៀងខ្សោយដែរអញ្ចឹងណាគាត់រៀងខ្សោយគាត់តែខឹងឯងតិចរោតែស្លប់ខឹងឯងតិចរោតែដួលទេអញ្ចឹងណាគាត់ខ្សោយស្មារតីគាត់អញ្ចឹងខ្ញុំអត់ចង់ឲ្យគាត់ដឹងរឿងទាំងអស់ហ្នឹងទេខ្ញុំព្យាយាមនិយាយប្រាប់គាត់ហើយពេលញ៉ាំអីហើយខ្ញុំជូនគាត់ទៅផ្សារតូចវិញទៅជូនគាត់ទៅធ្វើកញ្ចក់នៅកន្លែងហ្នឹងវិញទៅជាធម្មតាពេលញ៉ាំអីហើយអាពេលឃ្លានអីចឹងញ៉ាំអីចឹងគាត់ហៅខ្ញុំមកជូនគាត់ទៅញ៉ាំអីចឹងទៅអ
ngày cái lại chật đấy con sợi trăng đấy con trăng ta nhâm cho mùi nhom nắng ai mà này về lên chẳng bắt to một tiết phải chia chất mà khải bắt to bè ngay để cắt hạt nắng á nắng ngày nhom biết tha bất nấy ngay khla tới bất nấy khơi mà bất nấy khơi đôi ngay dục đấy nhom một đò tia nhom kênh tia từ bố á kênh mình chụp tôi phứ bất nấy ta khơi nực sấy sạo về như thế này miền ngày mỗi cứ bất nấy khơi mà viết thưa ở nhom nợ sọc tê bằng bồn viết che ta mẹ ra mà sắp sol mà nhom nợ sọc luôn ấy nhom có sầm rạch chất trò lóp tới tia sầm nặng 555 ម្ដងទៀតប៉ុន្តែខ្ញុំទៅតែម្នាក់ឯងទេជិះម៉ូតូទៅពេលថ្ងៃមកអត់ទៅពេលយប់ទៅពេលថ្ងៃក៏ញ៉ាំបាយហើយជិះទៅមកតាទៅហ្នឹងអត់បានទៅជួកន្លែងគេងណាទៅគេថាទៅសើព័ត៌មានទៅសើបដោយគោបំណងធ្វើម៉េចឲ្យដឹងរឿងហ្នឹងតែម្ដងពេលទៅដល់ខ្ញុំអត់បានជួបជាមួយនឹងបុគ្គលិក cashier ទេទៅដល់ជួបម្ចាស់ផ្ទះមកគាត់នៅជំនួសវេនពេលថ្ងៃគាត់ថាថ្ងៃហ្នឹងគេច្បាប់ចឹងទៅគាត់នៅប្រចាំការព្រោះខ្ញុំដឹងថាគាត់ជាម្ចាស់ផ្ទះព្រោះខ្ញុំធ្លាប់ចូលកន្លែងហ្នឹងខ្ញុំឃើញគាត់នៅអង្គុយមានកូនមានចៅអញ្ចឹងណាការចូលការពីយប់មុនហ្នឹងណាហ្នឹងហើយចឹងខ្ញុំដឹងថាគាត់ជាម្ចាស់ផ្ទះគាត់ប្រហែលជាអាយុប្រហែលជា50ឆ្នាំខ្ញុំសួរគាត់ខ្ញុំសួរតែចេះថាពូក្មួយសុំសួរតាមត្រង់ណាទេសនាហ្នឹងធ្លាប់មានរឿងអីកើតរឿងអីចម្លែកអត់ពីមុនហើយធ្លាប់មានប្រវត្តិអីករណីអីអត់គាត់អត់និយាយគាត់ចាប់ផ្ដើមមើលមុខខ្ញុំហើយអាវាមុខគាត់ចាប់ផ្ដើមស្លាំងបដ ாய் ភាំងគាត់ភាំងគាត់នៅស្ងៀមតិចគាត់និយាយគាត់ថាចេះថាក្មួយឯងធ្លាប់សម្រាប់នៅនឹងមែនហើយសម្រាប់បន្ទប់លេងម៉ានក៏សួរលេខបន្ទប់ចឹងហ្មងកាលនោះ admin ភ្លេចលេខបន្ទប់បាត់ហើយមិនដឹងជាបន្ទប់ណាទេចឹងតែ admin ប្រាប់លេខបន្ទប់គាត់ចឹងណាគាត់គាត់ឲ្យលឺតា admin ប្រាប់លេខបន្ទប់ហើយគាត់លឺចឹងគាត់ចាប់ដើមដូរទឹកមុខភ្លាមមកហើយថាភាំងខ្លាំងជាងមុនទៀតចឹងណាងារបៀបមនុស្សយ៉ាងថាគាត់ច្បាស់ជាគាត់មានអ្វីមួយដែលគាត់ដឹងតែគាត់មិនទាន់និយាយគាត់កាំងណាគាត់និយាយថាបន្ទប់នឹងគាត់ថាអញ្ចឹងគាត់ថាបន្ទប់នឹងដល់ពេលចឹងហើយគាត់មកស្ទុះបន្ទាប់ពីសនាសនាលមួយគាត់ហើយគាត់និយាយបណ្ដោយគាត់និយាយគាត់ថាតាមពិតកាលនោះមានសង្សារមួយគូហ្នឹងចូលទៅជួលកន្លែងហ្នឹងអញ្ចឹងណាជួលបន្ទប់ហ្នឹងមកយប់អញ្ចឹងទៅដល់ពេលម៉ោង2តើមកយប់ទេទៅម៉ោង2បុគ្គលិកវេនយប់គាត់ឃើញខាងប្រុសជាសង្សារហ្នឹងចុះមកក្រោមហើយតាមត្រឡប់ទេសនាក្រោយស្ថានភាពក្រោយគេសួរឲ្យថាបងជើញទៅណាអញ្ចឹងណាហើយទេសនាគាត់ហ្នឹងគឺថាបើកទ្វារ24ម៉ោងទេអត់មានបិទលបងមានបិទអីទេគាត់ថាទ្វារកញ្ចក់អញ្ចឹងគេចាក់កលឹះចាក់អីអញ្ចឹងណាពេលយប់គេចាក់កលឹះអញ្ចឹងទៅខាងវេនយប់គាត់សួរថាបងជើញទៅណាអញ្ចឹងទៅហើយខ្ញុំសុំទៅទិញអីញ៉ាំបន្តិចឃ្លានអញ្ចឹងណាឃ្លានក៏បុគ្គលិកវេនយប់ក៏គាត់មិនបានចាប់អារម្មណ៍ដែរព្រោះជាទូទៅក្មេងយប់ស្មើណាតែឃ្លានក៏គេចោះទៅញ៉ាំស្មើនឹងអញ្ចឹងណាមិនសូវដឹងម៉ោងដេកម៉ោងពួនអីទេអ្នកពេញអញ្ចឹងទៅក៏បើកទ្វារឲ្យចេញទៅរឿងប្រហែសដែរបើកទ្វារខាងប្រុសចេញទៅក៏អត់ឃើញត្រឡប់មកវិញទេរហូតដល់ព្រឹកឡើងបុគ្គលិកវេនថៃគាត់មកដូរវេនអញ្ចឹងណាវេនយប់គាត់ទៅផ្ទះបាត់ហើយតែគាត់តែមានសភៅមួយគាត់ទៅសេណូតរបាយការណ៍ផ្លាស់ប្ដូរវេនអញ្ចឹងទៅណូតពីបញ្ហាភ្ញៀវអញ្ចឹងណានៅជាទូទៅ admin ក៏ធ្លាប់ធ្វើការនៅក្នុងស្ថានភាព admin ដឹងពីក្បួនច្បាប់ទាំងអស់ហ្នឹងអញ្ចឹងបុគ្គលិកវេនយប់ហ្នឹងគាត់បានទៅសេក្នុងរបាយការណ៍គាត់រាយការណ៍ទៅឲ្យវេនក្រោយបានដឹងអញ្ចឹងណាថាយប់មិញភ្ញៀវនៅក្នុងបន្ទប់នេះគឺចេញទៅម៉ោង2ទៅបាត់ម្នាក់ហើយអត់ឃើញមកវិញទេអញ្ចឹងណាអត់ឃើញវិញទេនៅក្នុងបន្ទប់ហ្នឹងម្នាក់អញ្ចឹងចាំជួយមើលផងនៅក្នុងបន្ទប់ហ្នឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅបុគ្គលិកវេនថ្ងៃគាត់ពេលដែលគាត់មកដល់ហ្នឹងគាត់មើលអាសភៅរបាយការណ៍ហ្នឹងដែរប៉ុន្តែវាដូចជារំលងអាបន្ទាត់ហ្នឹងណាអាកន្លែងចំណុចមួយហ្នឹងគាត់ដូចអត់បានមើលអស់ហ្មងទេរហូតដល់ម៉ោង12ថ្ងៃត្រង់គាត់មើល system ទៅឃើញបន្ទប់ហ្នឹងអត់ទាន់ check out ទេឃើញបន្ទប់ហ្នឹងដែលនៅសល់ខាងស្រីនៅក្នុងហ្នឹងអត់ទាន់ check out ទេអញ្ចឹងគាត់ក៏ call ទូរស័ព្ទទៅកាន់បន្ទប់ហ្នឹងតែអត់មានអ្នកលើកទេ
គាត់ call ទៅ2ដង3ដងអត់មានអ្នកលើកគាត់របៀបថាគាត់មិនដឹងមិនចឹងណាធម្មតាដល់ម៉ោង check out ហើយភ្ញៀវអត់លើកទូរស័ព្ទចឹងគាត់ហើយគាត់ជាស្រីទេបុគ្គលិកវេនថ្ងៃហ្នឹងណាដែលគាត់បដូរវេនហ្នឹងគាត់ជាស្រីចឹងគាត់ក៏ទៅប្រាប់សន្តិសុខថាបងបើឲ្យចាំឡើងទៅលើមកខ្ញុំផ្លេតទៅបើកទ្វារបន្ទប់នេះមួយមើលខ្ញុំយកសោទៅចាក់មួយមើលចឹងណាចេះទៅសន្តិសុខគាត់ក៏ដើរឡើងទៅតាមបុគ្គលិកហ្នឹងទៅធម្មតាតាមម៉ោង12កន្លះអី call គេដល់ម៉ោង check out គេ call លើគេទៅគោះទ្វារគេទៅបើកទ្វារអីចឹងណាដើម្បីគេរៀបចំកន្លែងដើម្បីលក់បន្ទប់នឹងបន្តទៅទៀតនៅពេលដែលសន្តិសុខគាត់យកសោនឹងទៅចាក់ជាមួយនឹងបុគ្គលិកហើយបងប្អូនដឹងថាគាត់ជួបអីហ្នឹងគឺគាត់ឃើញសាកសពនារីជាសង្សារគេងស្លាប់នៅលើគ្រែមានពាក់វាថាពាក់សពុតពណ៌សណាហ្នឹងហើយនារីហ្នឹងគឺសក់គាត់រាងវែងហើយស្អាតគេងស្លាប់នៅលើគ្រែតែអត់មានឈាមអត់មានអីទេនិយាយរួមទៅច្បាស់ហ្មងគឺជាករណីឃាតកម្មសង្សារសម្លាប់ចោលហ្នឹងឯងអាហ្នឹងគ្រាន់តែយើងស្ដាប់គាត់និយាយណាក្នុងចិត្តយើងទាំងអស់គ្នាគឺដឹងហើយថាករណីឃាតកម្មហ្នឹងគាត់ក៏និយាយដែរម្ចាស់ទស្សនៈហ្នឹងគាត់និយាយដែរគាត់ថាឃាតកម្មហើយករណីហ្នឹងប៉ុន្តែគេបានតាមតែគិតទេអាហ្នឹងគឺអ្វីដែលច្បាស់គឺប៉ូលីសគេមកធ្វើកោសលវិច័យអញ្ចឹងណាអញ្ចឹងគឺច្បាស់ថាជាឃាតកម្មមែនហ្នឹងហើយអញ្ចឹងក៏ខាងច្បាប់គេចាត់ចែងទៅគេតាមចាប់ឃាតករអញ្ចឹងទៅហ្នឹងហើយអញ្ចឹងបន្ទាប់ពីបានដឹងហើយរបៀបថា admin វាអស់ចិត្តដែរអញ្ចឹងណាតាមពិតចឹងសោះនៅក្នុងបន្ទប់នឹងមែនអញ្ចឹងណាគាត់និយាយដែរគាត់ថាក្មួយអើយមិនមែនតែក្មួយឯងទេឲ្យតែអ្នកដែលចូលក្នុងបន្ទប់ហ្នឹងគឺដឹងតែបញ្ហាហើយបើមិនឃើញនៅចុងក្រែក៏ឃើញនៅបន្ទប់ទឹកដែរបើមិនឃើញនៅបន្ទប់ទឹកក៏ឃើញនៅលើរបៀបថាឃើញនៅលើក្រែតែម្ដងអញ្ចឹងណាហ្នឹងហើយវាឃើញសពគ្រប់រូបភាពដែលនៅក្នុងនោះហ្នឹងហើយបើយើងនិយាយទៅវាគេហៅថាការស្លាប់នោះប្រហែលជាអត់អស់ចិត្តអត់ដាច់អាល័យមិនអស់ចិត្តទៅគេហៅថាវិញ្ញាណវិលវល់ណាមិនទៅណាមិនទៅអីចឹងទៅហើយដល់ពេលនេះទៅក៏ម្ចាស់ទេសនាហ្នឹងក៏ថាធ្លាប់សូត្រមុនធ្លាប់សូត្រអីដែរតែនៅតែអត់ដាច់អញ្ចឹងណានៅតែអត់ដាច់ហើយខ្ញុំក៏បាននិយាយរឿងដែលខ្ញុំជាមួយនឹងអូនលីងនៅយប់នោះណាប្រាប់ទៅគាត់ណាប្រាប់គាត់ទាំងអស់បដ ாய் ថាបានជួបរឿងអីខ្លះអញ្ចឹងណាហើយគាត់ក៏និយាយថាចែកថាប្រហែលជាលើកនេះត្រូវមុនលោកមកភាសាទៀតហើយលើកនេះធ្វើឲ្យខ្លាំងតែម្ដងធ្វើធំតែម្ដងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធហ្នឹងណាហ្នឹងហើយអញ្ចឹងទៅហ្នឹងហើយគាត់និយាយតែប៉ុណ្ណឹងអារឿងធ្វើមិនធ្វើ admin ក៏អត់ដឹងដែរ admin ក៏លាគាត់ត្រឡប់មកផ្ទះវិញហើយ admin ក៏លេងចូលផ្ទះហ្នឹងជារៀងរហូតបាទអត់ចូលទៀតទេអូយលោកហើយណាតែចូលទៀតទោះបីជាបន្ទប់ផ្សេងក៏មិនហ៊ានចូលដែរលើក្រោយគ្មានបន្ទប់សុកចិត្តទៅផ្ទះផ្សេងអត់ចូលផ្ទះហ្នឹងទេបាទអានេះសុំនិយាយតាមត្រង់តែម្ដងអញ្ចឹងហ្នឹងហើយរឿងរ៉ាវរបស់ admin ដែលជារឿងពិតតែម្ដងបាទអត់មានប្រឌិតអត់មានកុហកអីទេរឿងនេះគឺជារឿងពិត 100% ដែល admin ចេញអេពីសូតទី1នេះគឺលើកយករឿងរបស់ admin ផ្ទាល់ជាមួយនឹងអូនលីងហើយក៏ admin សូមអរគុណច្រើន admin សូមបញ្ចប់សាច់រឿងផ្ទះសំណាក់555និងព្រឹត្តិការណ៍រត់ជន់គ្នានៅទីក្រុងកោះពេជ្រឆ្នាំ2010 admin សូមបញ្ចប់សាច់រឿងត្រឹមតែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅសាច់រឿងក្រោយៗទៀតជាបន្តបាទ